ក្សាសន្តិភាពកន្លែងហើយទៅនឹងមុខសាស្ពើលយើងកន្លែងចិត្តគឺការដាក់ពីខាងនេះហើយបើកាលណាការដាក់បែបនេះវាអាចបង្កឲ្យគ្រោះថ្នាក់ពីការឬអាចបាត់បង់ជីវិតហើយបើកាលណាមានការជាឬបាត់បង់ជីវិតអ្នកដែលមានវិស័យជាងគេគឺលោកគ្រូអ្នកគ្រូតែម្ដងបាទអញ្ចឹងខ្ញុំចាំសម្ដីលោកពេញគំឆេតแล้วគាត់បានរដ្ឋាភិបាលក្រសួងអប់រំហ្នឹងគាត់ថានៅក្នុងក្រោយការរបស់គាត់ក្រោយអភិបាលគាត់គឺគាត់បំពាក់រូបថតរបស់សិស្សជាង46ថតហើយអ្នកដែលចូលទៅក្នុងការរបស់គាត់ហ្នឹងថាប្រហែលជាគាត់គិតថារូបថតរបស់ហ្នឹងជារូបថតសិស្សកែប៉ុន្តែទីពិតមិនមែនទេសិស្សតែជារូបថតដែលបានស្លាប់សិស្សដែលបានស្លាប់ជួបគាត់មានវិបត្តិស្អីអញ្ចឹងគាត់សោកស្ដាយអញ្ចឹងចំណុចនេះខ្ញុំសូមឲ្យជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍បានទូលំទូលាយជាពិសេសពេលដែលរកទងជាតិតែម្ដងនេះចំណុចទី2ដោយលោកនាយកលើកឡើងថាសាលាមានវិន័យមានទម្លាប់គ្រួសារមួយត្រូវមានវិន័យត្រូវមានទម្លាប់អញ្ចឹងបើសិនជាសិស្សដោយលោកនាយកលើកឡើងថាគាត់នៅតែយឺតដដែលខ្ញុំសរុបពោលថាសូមឲ្យយើងពិនិត្យមើលស្ថានភាពជាក់ស្ដែងជួនកាលមានបញ្ហារឿងខ្លះអប់រំចឹងឬយើងមើលក្នុងប្រព័ន្ធសង្គមហ្នឹងអប់រំសិស្សខ្លះគាត់មករៀនតែយើងប៉ុន្តែវាអាចមានប៉ះពាល់ដល់កត្តាសង្គមគ្រួសាររបស់គាត់អានេះគាត់តែជាលើកជាតើហេតុកឧទាហរណ៍មួយទេអានោះបញ្ហាចរាចរណ៍ទី2បញ្ហាគ្រឿងញៀនគឺជារឿងដែលសំខាន់ណាស់មិនមែនតែកម្ពុជាទេប្រទេសទាំងអស់លើពិភពលោកគឺព្រួយបារម្ភហើយជាពិសេសគឺប្រទេសដែលកំពុងអភិវឌ្ឍនៅកម្ពុជាយើងនេះចឹងសូមឲ្យលោកនាយកមេតាជួយបាទធ្វើម៉េចបង្កើនការអប់រំបញ្ហាពាក់ព័ន្ធគ្នានេះឲ្យបានទូលំទូលាយជៀសវាងដាច់ខាតគឺបញ្ហាគ្រឿងញៀនហើយបញ្ហាទី3បញ្ហាក្មេងទំនើបបាទចឹងក្មេងទំនើបក៏ជារឿងមួយដែលសំខាន់ដែរនៅក្នុងសាលារៀនបើកាលណាមានក្មេងទំនើបសាលារៀននោះប្រកបជាមិនអាចដំណើរការបានល្អហើយមានបាក់មានពុកបង្កឲ្យទៅជាមានការសិក្សានេះមិនល្អដំណើរការមិនល្អហើយមួយទៀតខ្ញុំឃើញថាបើសិនជាយើងអាចមានពេលវេលាក្នុងការសម្រុះធម៌ឬចិត្តសាលាកន្លែងណាដែលក្មេងប្រមូលផ្ដុំជួបជាក្រុមជាអីខ្ញុំគិតថាវាមិនមែនជារឿងល្អទេកាលណាដែលក្មេងប្រមូលផ្ដុំជាក្រុមជាបាក់ពុកក្រៅពីបរិវេណសាលាខ្ញុំគិតថាគាត់មិនមែនគិតនៅអ្វីដែលជារឿងវិជ្ជមានទេគាត់ជាគិតនៅអ្វីដែលជារឿងវិជ្ជមានអញ្ចឹងខ្ញុំជាអាណាព្យាបាលខ្ញុំបាទសូមចូលប៉ុណ្ណេះហើយចុងបញ្ចប់សូមគោរពជូនពរដល់លោកនាយករងលោកស្រីនាយិកាលោកគ្រូអស់លោកស្រីជាពិសេសពីដើមណាច្បាប់អស់សូមមានសុខភាពអរគុណសូមអរគុណបាទ